នេះមកថតវីដេអូជាមួយនឹងវ៉ាន់ឲ្យបងប្អូនមើលបន្តិចណាព្រោះខ្ញុំអត់សូវបានផងបងប្អូនហើយនេះប្រភេទត្រីស្រួយរបស់យើងណាបងប្អូនឆ្ងល់ថាត្រីឃើញហាលទាំងរៀនហាលហ្នឹងស្អីគេនេះប្រភេទត្រីនេះគឺជាប្រភេទត្រីសមុទ្ររបស់យើងកូនត្រីសមុទ្ររបស់យើងយកមកហាលទាំងមួយហើយយកមកបំពងអញ្ចឹងហ្មងបងប្អូនណានេះអាត្រីស្រួយនេះគឺខ្ញុំបំពងឲ្យស្រាប់បងប្អូនយកទៅគ្រាន់តែលក់ហ្មងណាបងប្អូនណាប្រភេទត្រីបំពងស្រួយណាបងប្អូនណាអញ្ចឹងបងប្អូនដែលលក់កដោបំពងចង្រិតបំពងដកដឿបំពងអីគឺខាងខ្ញុំក៏មានដែរតែប្រភេទស្រស់ហើយបងប្អូនទិញយកនេះទៅមិចជាមួយទៀតអូយឆ្ងាញ់សាហាវបងប្អូនណាជាពិសេសបងប្អូនចង់ភៅការត្រូវប៉ាន់ហ្មងណាដាក់ជាគ្រឿងខ្លែម8មុខបងប្អូនណានេះអ៊ូយហ្មងតោះតុកការគឺអាចធ្វើការកំងបានបងប្អូនណាទិញតម្លៃពិសេសទិញ10គីឡូឡើងទៅទទួលបានតម្លៃបោះដុំជាមួយនឹងកូនត្រីស្រួយនេះបងប្អូនបំពងឡើងស្រួយហ្មងជាមួយខ្ញុំកាច់ឲ្យមើលណាបងប្អូនណាបំពងដាក់ល្ងដាក់លក្ខខសាច់ដាក់រំដេងឲ្យអស់បងប្អូននិយាយតែដាក់គ្រឿងមកឆ្ងាញ់ឲ្យហើយហ្មងណាគ្រឿងទេសមកឆ្ងាញ់ហើយណានេះមើលស្រួយណាបងប្អូនឃើញទេកាច់មកប៉េះហ្មងណាបងប្អូនណានេះឃើញទេស្រួយចឹងហ្មងអញ្ចឹងបងប្អូនអាចធ្វើការកំងបានជាមួយនឹងត្រីបំពងស្រួយណាបងប្អូនណាត្រីសមុទ្របំពងស្រួយកូនត្រីសមុទ្របំពងស្រួយរបស់យើងធ្វើដោយប្រកបដោយអនាម័យបងប្អូនណាឆ្ងាញ់សាហាវហ្មងមើលរសជាតិល្ងញាក់ហ្មងណាល្ងឡើងពេញហ្នឹងហ្មងណាជាមួយនឹងសណ្តែកខៀវទៀតបងប្អូនណាដាក់ជាមួយនេះឃើញទេហើយជាមួយនឹងរំដេងចុកកសាច់វាឆ្ងាញ់ហ្មងខាងតុកការបងប្អូនយកទៅញ៉ាំបាយក៏បានយកទៅខ្លាំងក៏បានដែរហើយចំពោះហាងផ្សេងទៀតបងប្អូនអាចដូចជាហាងបុកល្ហុងហាងអីអាចដាក់បានណាអាចដាក់ធ្វើការកំងបានណាបងប្អូនណានៅនិយាយទៅលក់ហាងគ្រឿងសមុទ្រនេះដាក់ហ្នឹងអែបជាមួយទៅគឺឆ្ងាញ់មែនតើគ្រឿងខ្លែមបងប្អូនណាញ៉ាំបាយក៏បានខ្លាំងក៏បានដែរបងប្អូនហើយមួយវិញទៀតនេះប្រភេទចេកបងប្អូនណាចេកក្លុកចេកនេះយកទៅក្លុកជាមួយកដោបចរិតបំពងអីក៏បានហើយយកទៅលក់ហីបែបនេះក៏បានដែរបងប្អូនណាហើយតាមភោជនីយដ្ឋានតាមហាងផ្សេងអីហ្នឹងយកទៅដាក់ដល់បងខ្ញុំមានបោះដុំដែរបងប្អូនណាមានបោះដុំនឹងលក់រីបងប្អូនទិញរីក៏លក់ដែរបងប្អូនណាបើបងប្អូនយក10គីឡូឡើងទៅទទួលបានតម្លៃបោះដុំបងប្អូនណាតិចបងប្អូនទិញរីតម្លៃផ្សេងតម្លៃបងប្អូនទិញ10គីឡូឡើងទៅតម្លៃបោះដុំណាបងប្អូនឲ្យស្រួយស្រាប់តែម្ដងបំពងហើយណាបងប្អូនណាមើលឃើញទេស្រួយហ្មងណានេះហើយតាមមួយទៀតបងប្អូនថាវាមានចេកបំពងហើយណាហើយជាមួយនឹងត្រីស្រួយបំពងហើយគឺខាងយើងគឺមានជាមួយនឹងម្សៅក្លុកបងប្អូនណានេះបងប្អូនដែលទិញកដោបចង្រិតដកដឿខាងខ្ញុំទៅហើយបងប្អូនណានេះបងប្អូនទៅអត់តន់ដឹងថាខ្ញុំមានគ្រឿងក្លុកណាតែប៉ុតខ្ញុំលក់ហើយឯងប៉ុន្តែខ្ញុំមិនសូវបានផុសនេះម្សៅក្លុករបស់យើងតែមួយរសជាតិនេះទេមិនបាច់ទៅលាយញ៉ៃទេបងប្អូនណាមករសជាតិនេះគឺឆ្ងាញ់ហ្មងមានជូរប្រៃផ្អែមបងប្អូនណាជូរប្រៃផ្អែមហឹលតិចដាក់បងប្អូនដាក់ម្ទេសជាមួយម្សៅម្ទេសនេះគឺហឹលតិចឆ្ងាញ់ហ្មងបងប្អូនមិនបាច់ផ្សំគ្រឿងនេះគ្រឿងនោះក្លុករញ៉េរញ៉ៃទេបងប្អូនណាគឺបងប្អូនដាក់តែអានេះមួយដាក់ម្សៅក្លុកនេះមួយហើយម្ទេសនេះគឺរួចជាស្រេចសម្រាប់ខ្ទឹមបំពងចង្រិតដកដឿកដោបរៃជីករៃអីគឺមានបងប្អូនណាមានស្តុកបងប្អូនថាខ្ញុំបោះដុំបងប្អូនណាមានហើយនេះបងប្អូនអាចយកគ្រឿងនេះក្លុកជាមួយនឹងត្រីបំពងនេះក៏បានដែរព្រោះត្រីបំពងនេះយើងបំពងរៀងផ្អែមអញ្ចឹងបងប្អូនដាក់តាមអំបិលនេះបន្តិចម្ទេសនេះបន្តិចទៀតអូយក្លុកជាតិមហាជាតិបងប្អូនឆ្ងាញ់សាហាវហ្មងណាអញ្ចឹងបងប្អូនដែលចង់បានអាចធ្វើការកំងបានតោះនាំបងប្អូនមើលជាមួយស្បែកមាន់ទៀតស្បែកមាន់តាមពិតខ្ញុំបោះយូរដែរហើយមិនតែខ្ញុំទឹកតែផងជូនបងប្អូនណានេះស្បែកមាន់របស់យើងមួយថង10គីឡូបងប្អូនចង់បានអាចឆាតមកបងប្អូនណាតម្លៃពិសេសស្បែកមាន់បងប្អូនយកទៅបំពងក្លុកទៀតដែរបងប្អូនណាក្លុកគឺមានច្រើនណាមានត្រីបំពងក្លុកនេះណាត្រីស្រួយបំពងក្លុកចេកណាផ្លាប់ស្បែកមាន់ស្បែកជ្រូកអីហ្នឹងគឺសិតតែត្រូវគ្រឿងបំពងបងប្អូនអាចក្លុកជាមួយគ្រឿងនេះបានដូចគ្នាបងប្អូនណាអញ្ចឹងបងប្អូនចង់បានស្បែកមាន់អាចធ្វើការកំងបានមួយថងមានចំនួន10គីឡូបងប្អូនណានេះបងប្អូនអាចធ្វើការកំងទាំងម្ទេសក្លុកទាំងគ្រឿងគ្រឿងក្លុករបស់យើងណាអំបិលក្លុករបស់យើងគឺមករសជាតិហ្នឹងមិនបាច់ផ្សំញ៉ៃច្រើនទេគឺឆ្ងាញ់តែម្ដងបងប្អូននេះរសជាតិគឺឆ្ងាញ់ហ្មងណាជូរហឹលឆ្កែផ្អែមដាក់មកអេមហ្មងណាបងប្អូនណាហើយកុំភ្លេចធ្វើការកំងហើយមិនមែនមានតែប៉ុណ្្នឹងទេបងប្អូនមានច្រើនទៀតដូចខ្ញុំផុសរួចទៅខ្ញុំអត់សូវមានពេលផុសណាបងប្អូនណាខ្ញុំអត់សូវមានពេលផុសអញ្ចឹងបងប្អូនអាចធ្វើការកំងបានតាំងពីត្រីញៀនតាំងពីព្រួយត្រីសាម៉ុនត្រីសម្បាក់អីគឺមានបងប្អូនណាអយស្ទ័រជប៉ុនអយស្ទ័រចង2ណាបងប្អូនណានិយាយទៅមានច្រើនណាជើងមាន់អត់ឆ្អឹងជើងទាអត់ឆ្អឹងអីគឺមានមួយសេតែម្ដងបងប្អូនមើលក្នុងเพจខ្ញុំអីវ៉ាន់គឺខ្ញុំផុសច្រើនមែនតើគឺមានគ្រប់មុខតែម្ដងណាអញ្ចឹងបងប្អូនមិនបាច់ទៅទិញនៅណាទិញតែមួយកន្លែងបានឲ្យបានគ្រប់មុខហ្មងណាបងប្អូនណាអាចធ្វើការកំងបានហើយតម្លៃទិញកាន់តែច្រើនតម្លៃកាន់តែពិសេសជាមួយខ្ទឹមបំពងគឺមានទៀតបងប្អូនក្លុកអានេះគឺមានខ្ទឹមទៀតបងប្អូនណាអញ្ចឹងខ្ទឹមក្លុកក៏មានដែរខ្ទឹមសម្រាប់ក្លុកជាមួយកដោបចរិតដកដឿក៏មានដែរបងប្អូនណាមានអញ្ចឹងបងប្អូនទិញតែមួយកន្លែងឯងគឺទទួលបានឲ្យបានគ្រប់មុខហ្មងលក់កដោបចរិតបំពងកដោបបំពងដកដឿបំពងណាកឡនតនរៃជីករៃអីបំពងកូនត្រីស្រួយបំពងអីហ្នឹងចេកឆាបំពងអីហ្នឹង
ចេកអំពងអាចធ្វើការកំងបានតែមួយកន្លែងបងប្អូនណាជាមួយគ្រឿងក្លុកទៀតផងបងស្លាបមន់អធិស្ឋានស្បែកមន់បងប្អូនណាមានគ្រប់មុខហ្មងហើយឲ្យស្ទើចងថងក៏មានដែរជើងមន់ជើងទីអត់ចឹងអូមកសេតបងប្អូនទិញតែមួយកន្លែងបងប្អូនបានមកសេតតែម្ដងចឹងក៏ធ្វើការកំងទាំងអស់គ្នាណាបងប្អូនណាអរគុណ